ឥនលក្ខណៈប្រកាសជីវិតឈប់ដើរប្រកួតបវរកញ្ញាក្រោយបញ្ចប់បេសកកម្មមីវិលកញ្ញាឥនលក្ខណៈអាចនិយាយបានថានាងបានបោះជំហានតស៊ូជាមួយនឹងការប្រកួតប្រជែងក្នុងវិស័យបវរកញ្ញាទាំងក្នុងនិងក្រៅស្រុកច្រើនកម្មវិធីនាងបានចូលរួមប្រកួតតាំងពីនៅវ័យជំទង់មកម្លេះនិងឆ្លងកាត់ភាពផ្អែមល្ហែមជូរចត់ជាច្រើនមុនមានថ្ងៃគេស្គាល់និងគាំទ្រយ៉ាងណាមិញបវរកញ្ញាដែលមានចិត្តតស៊ូរូបនេះបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតដោយទុកឱកាសដល់អ្នកចំនួនក្រោយវិញម្ដងពេលនេះឥនលក្ខណៈកំពុងតែជាប់រវល់ប្រកួតក្នុងកម្មវិធី Miss World នាប្រទេសវៀតណាមលក្ខណៈបានខិតខំបង្ហាញសមត្ថភាពឲ្យមានការតាក់ទាញរហូតទទួលបានភាពភ្ញាក់ផ្អើលក្នុងកម្មវិធី Miss World មិនចាញ់គេឡើយតំណាងកម្ពុជារូបនេះក៏មានបេក្ខនារីមកពីប្រទេសជាច្រើនទៀតលើកសរសើរថាពូកែនិងស្រស់ស្អាតចំណែកលើเพจបវរកញ្ញាល្បីៗលំដាប់ពិភពលោកក៏ចុចយក Cambodia ចូលក្នុងតារាង Top មកវិភាគវែងញែកជាហូរហែដូចនេះមុនពេលកម្មវិធីមិនទាន់ចប់និងកំពុងដំណើរការហើយនោះចូលអ្នកគ្រប់គ្រងវិស័យបវរកញ្ញាក៏ដូចជាអ្នកស្រឡាញ់ឥនលក្ខណៈជួយទៅបោះឆ្នោតឲ្យនាងបានបើកទ្វារចូលថប់ម្ដងក្នុងកម្មវិធី Miss World នេះពិសេសម្ចាស់ប្រេនល្បីៗលើអនឡាញគូរួមគ្នាជំរុញឲ្យលក្ខណៈឡើងដល់គោលដៅដើម្បីមុខមាត់ជាតិពិសេសចាត់ទុកថាជាកាដូឲ្យលក្ខណៈដែលលះបង់តស៊ូលើវិស័យបវរកញ្ញាមិនធម្មតាឥនលក្ខណៈបានប្រាប់ fan ថានាងមិនបន្តការប្រកួតអ្វីទៀតទេសល់តែមួយនេះទៀតគឺចប់ហើយនេះសមល្មមអស់ហើយដែលយើងប្រឡូក fan ជាច្រើននៅតែទទូចឲ្យនាងចូលរួមបន្តប្រកួតតែមួយកម្មវិធីទៀតគឺ Miss Universe ប៉ុន្តែលក្ខណៈបានសម្រេចចិត្តហើយថាបញ្ចប់យ៉ាងណានៅមានអ្នកស្ដាយសមត្ថភាពនាងនេះជាការសម្រេចចិត្តឬអាចនិយាយបានថាពេលទៅប្រកួតម្ដងលំបាកហើយត្រូវផ្ចិតផ្ចង់គ្រប់ជ្រុងQueen លក្ខណៈឥន Miss World Cambodia 2026លក្ខណៈតែងតែតំណាងឲ្យកម្ពុជាក្នុងឆ្នាំដែលមានលេខគូហើយ2ឆ្នាំបានតំណាងឲ្យកម្ពុជាម្ដងដោយវាសនាមកអញ្ចឹង2026ទៅប្រកួត Miss World នៅប្រទេសវៀតណាម2024ទៅប្រកួត Miss Cosmo នៅវៀតណាមចូលដល់ប្រទេសចុងក្រោយ2022ទៅប្រកួត Miss Supranational នៅប៉ូឡូញ